អ្វីកាត់ឡើង Trump ការពីរិទ្ធិយាតអារ៉ាប៊ីសាអូឌីតជំវិញការសម្លាប់ Khashoggi ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាព្រះអង្គម្ចាស់ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីតមិនបានដឹងអ្វីទាំងអស់អំពីការសម្លាប់អ្នកកាសែតឆ្នាំ2018លោក Jamal Khashoggi ខណៈដែលព្រះអង្គបានស្វាគមន៍អ្នកគ្រប់គ្រងជាក់ស្ដែងរបស់ព្រះរាជាណាចក្រទៅកាន់សេតវិមានការអត្ថាធិប្បាយរបស់លោក Trump ហាក់ដូចជាផ្ទុយនឹងការវិតម្លៃចារកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ2021ដែលកំណត់ថាព្រះអង្គម្ចាស់ក្រុងរាជបានយល់ព្រមលើប្រតិបត្តិការដែលនាំទៅដល់ការស្លាប់របស់លោក Jamal Khashoggi នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំ2018ព្រះអង្គម្ចាស់មកុដដែលបានបដិសេធមិនធ្វើខកបាននិយាយនៅសេតវិមានថាអារ៉ាប៊ីសាអូឌីតបានធ្វើរឿងត្រឹមត្រូវទាំងអស់ដើម្បីស៊ើបអង្កេតការស្លាប់របស់ Khashoggi ដែលទ្រង់ហៅថាឈឺចាប់វាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់នៅសហរដ្ឋអាមេរិកចាប់តាំងពីការធ្វើឃាតដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតក្នុងការិយាល័យរៀងពងក្រពៀកាលពីថ្ងៃអង្គារលោក Trump បាញ់តបទៅអ្នកសារព័ត៌មានដែលសួរសំណួរអំពីការសម្លាប់នេះប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាអ្នកកំពុងនិយាយអំពីអ្នកណាម្នាក់ដែលមានចម្រងចម្រាស់ខ្លាំងមនុស្សជាច្រើនមិនចូលចិត្តសុភីបុរសនោះដែលអ្នកកំពុងតែនិយាយអំពីតើអ្នកចូលចិត្តគាត់ឬមិនចូលចិត្តគាត់រឿងអ្វីបានកើតឡើងប៉ុន្តែគាត់គឺព្រះអង្គកម្ចាត់ក្រុងរាជមិនដឹងអ្វីសោះអ្នកមិនចាំបាច់ខមោចភ្ញៀវរបស់យើងទេព្រះអង្គកម្ចាត់ក្រុងរាជបន្ថែមទៀតថាអារ៉ាប៊ីសាអូឌីតបានធ្វើគ្រប់ជំហានត្រឹមត្រូវដើម្បីស៊ើបអង្កេតឃាតកម្មដែលទ្រង់ហៅថាឈឺចាប់និងជាកំហុសដ៏ធំក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Joe Biden បានកំណត់ថាព្រះអង្គកម្ចាត់ក្រុងរាជបានយល់ព្រមលើផែនការដើម្បីចាប់ឬសម្លាប់ Khashoggi នៅអ៊ីស្តង់ប៊ុលឆ្នាំ2018ក្នុងអំឡុងពេលរដ្ឋាភិបាលដំបូងរបស់លោក Trump មន្ត្រីសាទវិមានដែលបានពិនិត្យរបាយការណ៍នេះគណៈពេលដែលមន្ត្រីអារ៉ាប៊ីសាអូឌីតរាប់រយបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ទាប់ពីការធ្វើឃាតមិនមាននរណាម្នាក់បានកំណត់បដិទ្រូត្រង់លើព្រះអង្គកម្ចាត់ក្រុងរាជនោះឡើយនៅពេលនោះអារ៉ាប៊ីសាអូឌីតបានចោទឆាវរបាយការណ៍នេះថាអវិជ្ជមានមិនពិតនិងមិនអាចទទួលយកបានឡើយកាលពីថ្ងៃអង្គារស្ត្រីមេម៉ាយ Khashoggi បានអំពាវនាវទៅដល់ព្រះអង្គកម្ចាស់ក្រុងរាជឲ្យសុំទោសអំពីការសម្លាប់ប្តីរបស់នាងដែលនាងបាននិយាយថាគ្មានហេតុផលព្រះអង្គកម្ចាស់ទ្រង់មានប្រតិសោកស្ដាយដូច្នេះទ្រង់គួរតែមកជួបខ្ញុំសុំទោសនិងដំណងលុយឲ្យខ្ញុំពីការសម្លាប់ប្តីខ្ញុំ JK Khashoggi Hanan Elta Khashoggi បានបង្ហោះនៅលើ X ដែលទ្រង់បានទទួលសិទ្ធិកោណអាមេរិកនាងរស់នៅតំបន់ Washington DC កិច្ចប្រជុំកាលពីថ្ងៃអង្គាររវាងលោក Trump និង Mohammed bin Salman គឺត្រូវបានទ្រង់ពឹងថានឹងរួមមានកិច្ចព្រមព្រៀងទៅលើថាមពលនុយក្លេអ៊ែរស៊ីវិលបញ្ញាអាសាទិកៈនិងការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតនៅអាមេរិកដែលព្រះរាជាបាននិយាយថាកំពុងតែកើនឡើងទៅដល់$1 trillion ពី$600 លានដែលបានសន្យាកាលពីដើមឆ្នាំនេះដោយបានបន្តពាក្យសម្ដីផ្ទាល់របស់លោក Trump លោក Bin Salman បាននិយាយថាសហរដ្ឋអាមេរិកគឺជាប្រទេសក្តៅបំផុតនៅលើភពផែនដីហើយបានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានបង្កើតឱកាសរយៈពេលវែងបរិយាទាំងពីរក៏បានពិភាក្សាគ្នាអំពីការលក់យន្តហោះចម្បាំងទំនើប F-35 ដ៏មានសក្តានុពលដល់អារ៉ាប៊ីសាអូឌីតផងដែរលោក Trump បាននិយាយថាខណៈដែលអាជ្ញាប័ណ្ណនាំចេញនៅតែត្រូវបានប្រកាសលោករំពឹងថានឹងមានកិច្ចព្រមព្រៀងរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ការលូកដ៏មានសក្តានុពលបានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមន្ត្រីអ៊ីស្រាអែលមួយចំនួនដែលបាននិយាយថាវាអាចប៉ះពាល់ដល់ផ្នែកយោធាប្រកបដោយគុណភាពរបស់ប្រទេសនៅមជ្ឈិមបូព៌ាដែលរហូតមកដល់ពេលនេះគឺជាប្រទេសតែមួយដែលមានយន្តហោះ F-35 ប្រធានាធិបតីអាមេរិកបាននិយាយថាគំរូដែលលួចទៅឲ្យអារ៉ាប៊ីសាអូឌីតនឹងមានលក្ខណៈទូលំទូលាយដូចនឹង model ដែលអ៊ីស្រាអែលប្រតិបត្តិលោក Trump បាននិយាយថានេះអារ៉ាប៊ីសាអូឌីតគឺជាសម្ព័ន្ធមិត្តដ៏ល្អហើយអ៊ីស្រាអែលក៏ជាសម្ព័ន្ធមិត្តដ៏ល្អខ្ញុំនឹងថាពួកគេចង់ឲ្យអ្នកទទួលបានយន្តហោះដែលមានកម្រិតកាត់បន្ថយគាត់បានបន្ថែមថាប៉ុន្តែតាមដែលខ្ញុំបារម្ភខ្ញុំគិតថាពួកគេទាំងពីរស្ថិតនៅកម្រិតដែលត្រូវប្រកួតប្រជែងដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ទៅក្រុង Washington បន្តជាមួយនឹងការទទួលទានអាហារពេលល្ងាចនៅយប់ថ្ងៃអង្គារបន្ទាប់មកដោយកិច្ចប្រជុំកំពូលវិនិយោគនៅថ្ងៃពុធកីឡាករបាល់ទាត់ប៉ូទុយហ្គាល់ Cristiano Ronaldo ដែលលេងនៅក្នុងលីកអាជីពអារ៉ាប៊ីសាអូឌីតក៏ត្រូវបានរំពឹងថានឹងនៅសេតវិហារនៅថ្ងៃអង្គារនេះមន្ត្រីសេតវិហារបានបញ្ជាក់ប្រាប់ BBC លោក Biden មិនបានធ្វើជាម្ចាស់ផ្ទះរបស់ព្រះអង្គម្ចាស់មករត់ទេហើយបានបដិញ្ញាថានឹងធ្វើឲ្យអារ៉ាប៊ីសាអូឌីតក្លាយទៅជាបារាយ៉ាលើកំណត់សិទ្ធិមនុស្សរបស់ខ្លួនទោះបីជាយ៉ាងណាក្នុងឆ្នាំ2022លោក Biden ទៅធ្វើទស្សនកិច្ចទៅព្រះរាជាណាចក្រដើម្បីឈានដល់ការព្រមព្រៀងលើបញ្ហាផ្សេងទៀត